Hello សួស្តីបងបងថ្ងៃនេះខ្ញុំបានផ្លែឈើព្រៃច្រើនណាស់បងអើយមានផ្លែសម្ពរផ្លែគុយផ្លែស្រូវមួនហើយនឹងផ្លែចលុះបងតោះយើងមកចាប់ផ្ដើមហូបផ្លែសម្ពរបងផ្លែគុយវិញផ្អែមណាបងផ្លែឈើព្រៃធម្មជាតិផ្អែមហ្មងណាតែឡើងមកមើលអំបិលយើងវិញបងបើយើងក៏កាន់តែតំណងទៀតបងតោះឥឡូវយើងចាប់ផ្ដើមញ៉ាំទាំងអស់គ្នាបងញ៉ាំទាំងអស់គ្នាមើលថាតំណងឬមិនតំណងប៉ុណ្ណឹងហើយនេះពេលដែលហែកផ្លែសម្ពរមកពណ៌វាឡើងស្អាតបងពណ៌វាឡើងផ្កាឈូកតោះថាវារៀងជូរអែមមកបងតែខ្ញុំអត់សូវចូលចិត្តទេបងហូបបានតែមួយអស់ហើយបងអើយព្រោះវាអត់ចាញ់គុយសម្រាប់ខ្ញុំគុយឆ្ងាញ់ជាងបងតាមចំណងចិត្តបងហ្នឹងតែមើលតែជូរមិនចូលមើលទៅមុខទៅដឹងហើយបងជូរក៏ជូរជាតិក៏ជាតិឆ្ងាញ់ក៏ឆ្ងាញ់រាល់ឆ្នាំមិនដែលបានហូបផ្លែហ្នឹងឯណាបងដោយសារតែយើងអត់ស្គាល់ផងយ៉ាងទៀតឆ្នាំនេះពងល្បីពងវៃរលបងអញ្ចឹងហើយបានម្ដងឲ្យបានសាក់ម្ដងគេអញ្ចឹងណាបងមកក្របពីខាងក្នុងទុយជាងគុយទេបងតែប៉ាន់គ្នាក្របគេតែមិនអីឆ្ងាញ់មួយយ៉ាងដែរតាបងតោះឥឡូវយើងចាប់ផ្ដើមហូបផ្លែចលុះបងស្គាល់ផ្លែចលុះអត់ផ្លែចលុះគឺឆ្ងាញ់មួយយ៉ាងដែរបងរសជាតិវាស្តៀងប្រេងតែវាអត់ជូរដូចប្រេងទេប្រេងមានរសជាតិជូរអែមតែអានេះរសជាតិអែមមកចត់យើងហូបមួយអំបិលក៏បានអត់ក៏បានបងរសជាតិវាមួយយ៉ាងម្នាក់អញ្ចឹងណាបងតោះឥឡូវខ្ញុំចាប់ផ្ដើមប្រឡេះដាក់ក្លុកមួយអំបិលព្រោះខ្ញុំចូលចិត្តហូបមួយអំបិលដាក់ក្លុកមួយអំបិលបានឆ្ងាញ់បានខ្ញុំចូលចិត្តបងផ្លែចលុះនឹងហូបមួយម៉ាត់ហើយមួយម៉ាត់ទៀតវាអត់សូវតលាន់ទេបងដោយសារតែរសជាតិវារៀងចត់ផ្អែមវាអត់សូវតលាន់ឥឡូវយើងចាប់ផ្ដើមហូបគុយម្ដងបងសបល់វាអត់សូវស្អាតទេបងដោយសារតែយើងផ្ញើមកឆ្ងាយពីស៊ីមរៀបម្ដងដែរទៅមកដល់ជាប់នេះអស់តែខាងក្នុងនៅល្អបងគុយធម្មជាតិហ្នឹងវាផ្អែមបងមិនជ្រលក់វាអំបិលក៏ឆ្ងាញ់ដែរចាំស្រាក់ទៅមកម្ដងទៀតវាឆ្ងាញ់ជាងយើងគុយយើងទិញគេបងបាទទៅនងណាបងហើយក៏ចង់ញ៉ាំមែនតើដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតជាតិបងមើលតែមាត់ទឹកក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាបងតែលើយើងចាប់ផ្ដើមញ៉ាំផ្លែសៀមមាន់ខ្ញុំចូលចិត្តបកហើយដាក់ទឹកតោដាក់ចានអីហើយយើងលាយអំបិលសៀមមាន់ក៏ផ្អែមដែរបងផ្លែសៀមមាន់ធម្មជាតិយើងលាយមួយអំបិលហើយយើងហូបមកបងរសជាតិជូរអែមពេលបញ្ចូលសរសៃញ៉ាំតាលើទឹកមាត់ទេបងជាតិណាបងផ្លែឈើធម្មជាតិអញ្ចឹងជាតិបងសម្រាប់បានហូបអត់ទឹកមាត់ទៀតឯងខ្ញុំហូបឲ្យជើងសលេងសាក់ទឹកមាត់ទៀតហ្មងមើលថាតំណងមិនតំណងបងហូបមកញ៉ាំទាំងអស់គ្នាអរគុណបងបាយបាយ